ខ្មោចដើមស្វាយខាងលិចផ្ទះនៅឆ្នាំ1997ពេលនោះប្រទេសជាតិកំពុងស្ថិតក្នុងភាពមិនសូវសុខសាន្តនៅឡើយទេនៅភូមិអូរិស័យស្ថិតនៅឆ្ងាយពីទីក្រុងហើយដំណឹងនយោបាយនិងសង្គ្រាមស៊ីវិលចេះតែលេចលឺឡើងធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកមានការតានតឹងក្នុងភាពតានតឹងនេះហើយទើបជំនឿទៅលើអរូបីនិងការខ្លាចខ្មោចព្រាយក៏កាន់តែខ្លាំងក្លាឡើងផ្ទះរបស់លោកពូឈុនសង់ពីឈើចាស់ស្ថិតនៅដាច់ឆ្ងាយពីគេបន្តិចខាងលិចផ្ទះមានដើមស្វាយធំមួយដើមដែលដុះត្រង់កន្លែងដែលមានការបោះបង់ចោលតាំងពីជំនាន់មុនលុនអ្នកភូមិរមែងនិយាយខ្សឹបខ្សៀវថាដើមស្វាយនេះមានខ្មោចស្ថិតដែលជាវិញ្ញាណស្ត្រីមានមន្តអាគមខ្មៅងងឹតវីកូនប្រុសពៅរបស់ពូឈុនដែលទើបតែអាយុ10ឆ្នាំមិនសូវខ្លាចរឿងនេះទេព្រោះគេនៅក្មេងយប់មួយក្រោយពីថ្ងៃរះលិចផុតបាត់ទៅពូឈុនបានឮដំណឹងថាកងទ័ពកំពុងធ្វើដំណើរឆ្លងកាត់ជិតភូមិភាពភ័យខ្លាចនៃសង្គ្រាមធ្វើឲ្យអ្នកមីងសាវជាប្រពន្ធរបស់គាត់មិនសូវហ៊ានចេញពីផ្ទះទេពេលយប់ឈានចូលមកដល់វីដែលកំពុងដេកលក់ក្នុងមុងលើគ្រែជាមួយឪពុកម្ដាយក៏ស្រាប់តែភ្ញាក់ឡើងដោយសារសំឡេងសឹងសាវមួយសំឡេងនោះមិនមែនជាសំឡេងសត្វឬសំឡេងខ្យល់បក់ធម្មតាឡើយវាជាសំឡេងភ្លេងសៀមមួយវង់ដែលហាក់ដូចជាលេងក្នុងទឹកឬលេងពីចម្ងាយរាប់គីឡូម៉ែត្រវីក្រោកអង្គុយលូកដៃទៅរោលភ្លើងចន្លុះតូចមួយដែលដាក់លើតុពេលនោះភាពងងឹតនិងភាពស្ងាត់ជ្រងំទូទាំងភូមិទាំងមូលទៅសំឡេងពីណាប៉ាតនោះក៏លាន់ឮខ្លាំងជាងមុនហាក់ដូចជាស្ថិតនៅខាងក្រៅផ្ទះត្រង់ដើមស្វាយនោះតែម្ដងលីឡំនឹងសំឡេងភ្លេងក៏មានសំឡេងស្រីច្រៀងបំពេយ៉ាងស្រទន់តែពីរោះរំដំរហូតធ្វើឲ្យព្រឺឈឹងខ្នងវីចង់ដឹងខ្លាំងណាស់គេក៏សម្រេចចិត្តលួចលូនចេញពីមុងយកជន្លត់កាន់ជាប់នឹងដៃដើរទៅមើលតាមព្រៃលត់កដាបិទបង្អួនខាងលិចផ្ទះនៅក្រោមពន្លឺព្រះច័ន្ទពេញវងដែលចាំងធ្លក់ស្លឹកស្វាយធំវីបានឃើញរូបភាពដែលគេនឹងមិនអាចបំភ្លេចបានអស់មួយជីវិតនោះគឺស្រមោលដ៏ធំខ្មៅអន្តការមួយកំពុងអង្គុយនៅគល់ដើមស្វាយវាមើលទៅដូចជាស្ត្រីម្នាក់ស្លៀកសំពត់អាវសម័យបុរាណពណ៌សកំពុងអង្គុយយល់អង្រឹងទទេមួយយ៉ាងយឺតវីចាប់ផ្ដើមរំលឹកដល់រឿងនិទានរបស់ជីដូនគាត់ដែលថាខ្មោចព្រាយតែងយល់អង្រឹងនៅពេលយប់ពេលខ្លះក៏ច្រៀងបំពេកូនខ្មោចដែលបាត់បង់ជីវិតទឹកដំសំឡេងច្រៀងបំពេរបស់នាងពិតជាពីរោះរំដំនិងទួញសោកណាស់ធ្វើឲ្យវីភ្លេចខ្លួនរហូតដល់លែងមានអារម្មណ៍ភ័យខ្លាចតែមួយសន្ទុះក្រោយមកវីក៏នឹកដល់អ្វីដែលគួរឲ្យព្រឺសម្បុរបំផុតនៃរឿងអាបគឺក្បាលរបស់នាងវីសម្លឹងមើលយឺតបេះដូងរបស់គេស្ទើរតែឈប់ដើរមែនពិតក្បាលរបស់នាងមិនបានភ្ជាប់នឹងដងខ្លួនទេវាអណ្ដែតលើអាកាសកម្ពស់ប្រហែល1ម៉ែត្រពីលើកឆ្អឹងខ្នងនិងបេះដូងក្រហមច្រាលបានភ្ជួងឈប់ក្រោមពីក្បាលនោះដូចជាកន្ទុយត្រីដ៏ធំមួយខ្មោចអាបនោះក៏ឈប់យល់អង្រឹងសំឡេងច្រៀងបំពេក៏ស្ងាត់ទៅវិញភ្លាមដែរភាពស្ងាត់ជ្រងឹមវីដឹងថាខ្មោចនោះដឹងខ្លួនហើយថាមានមនុស្សកំពុងមើលក្បាលខ្មោចដែលមានសក់វែងអន្លាយនោះក៏ងាកមករកបង្អួនដែលវីកំពុងលួចមើលភ្នែករបស់នាងខ្មៅងងឹតជ្រៅតែមានពន្លឺក្រហមឆ្អៅមួយគូលេចចេញមកនាងញញឹមយ៉ាងយឺតនិងត្រជាក់ស្រាប់ហើយសំឡេងខ្សឹបខ្សៀវដ៏ស្ងាត់មួយក៏បន្លឺឡើងហាក់ដូចជានិយាយក្នុងគំនិតរបស់វីកូនមកលេងជាមួយម៉ាក់ម៉ែមកម៉ែនៅម្នាក់ឯងយូរហើយក្បាលនោះចាប់ផ្ដើមអណ្ដែតចេញពីគល់ស្វាយឆ្លងកាត់របបផ្ទះនិងហោះសំដៅមករកបង្អួនរបស់វីយ៉ាងយឺតពន្លឺក្រហមឆើយកាន់តែច្បាស់វីភ័យខ្លាំងណាស់រហូតដល់ជើងដៃកស្ទាក់មិនអាចស្រែកបានគេក៏ដួលផ្កាប់មុខទៅលើកម្រាលឈើសំឡេងដួលនេះបានដៅពូឈុននិងអ្នកមីងសាវឲ្យភ្ញាក់ឡើងពូឈុនលោតចុះពីគ្រែទាំងគ្រងងងឹតហើយរត់ទៅចាប់វីលើកបេមានរឿងអីកូនកើតអីពូឈុនស្រែកទាំងសំឡេងសាវពេលនោះវីក៏ស្រែកឡើងទាំងញ័រទៅទ្រើកខ្មោចក្បាលខ្មោចណាពុកវាហោះមករកខ្ញុំពូឈុនជាមនុស្សមានជំនឿខ្លាំងលើខ្មោចព្រាយគាត់ក៏សម្លាន់ស្លោភ្លាមគាត់ប្រញាប់ទៅចាប់ដងខ្លួនរបស់វីពាំងដោយខ្លួនរបស់គាត់រួចគាត់ក៏ងាកទៅមើលបង្អួនខាងលិចផ្ទះពេលដែលពូឈុនសម្លឹងទៅបង្អួនក្បាលខ្មោចអាបក៏ដាតហោះមកទល់មុខបង្អួនបាត់ទៅហើយពន្លឺក្រហមឆ្អៅពីភ្នែកខ្មោចក៏ចាំងចូលក្នុងភ្នែករបស់គាត់ខ្យល់អាកាសក្នុងបន្ទប់ស្រាប់តែត្រជាក់ស្រាប់ដូចត្រូវគេចាក់ទឹកអកខ្មោច
ខ្មោចពូឈុនស្រែកតែញ័រមាត់ខ្មោចព្រាយនោះក៏បញ្ចេញអណ្ដាតដ៏វែងក្រាស់និងធំដូចពស់មួយរួចព្យាយាមចាក់ទម្លុះព្រាយលោកកដាបង្អួនចូលមកខាងក្នុងអ្នកមីងសាវឃើញសភាពបែបនេះក៏ស្រែកហូរឡើងគាត់នឹកឃើញដល់មុនអាគមចាស់ដែលឪពុកគាត់បង្រៀនគាត់ប្រញាប់ទៅចាប់យកចានកោមដីមួយដែលគាត់តែងប្រើសម្រាប់ដាក់ទឹកមុននិងប្រញាប់ទៅដុតធូប3សរសៃទាំងដៃញ័រពេលខ្មោចបញ្ចេញអណ្ដាតដ៏វែងចូលមកដល់កណ្ដាលបង្អួនអ្នកមីងសាវក៏យកចានកោមនោះគប់ទៅចំអណ្ដាតរបស់ខ្មោចផាំងចានកោមបែកខ្ទេចទឹកមុនតិចតួចនៅក្នុងចានកោមនោះក៏ប្រឡាក់ទៅនឹងអណ្ដាតរបស់ខ្មោចក៏ស្រែកគ្រោះហឹមលឺលាន់តែជាសំឡេងដែលមិនមែនជាសំឡេងស្រីទេគឺជាសំឡេងសត្វទេរឆានក្បាលខ្មោចព្រាយនោះក៏ហោះថយក្រោយយ៉ាងលឿនចេញពីបង្អួនរួចបាត់ចូលទៅក្នុងដាវស្វាយធំនោះវិញភ្លាមទៅសំឡេងគ្រហឹមដ៏លាន់លឺហឿងរបស់ខ្មោចអាបញូពេលនោះបានធ្វើឲ្យអ្នកភូមិដែលនៅជិតផ្ទះពូឈុនភ្ញាក់ឡើងភ្លើងចន្លុះក៏ចាប់ផ្ដើមបំភ្លឺឡើងជាបន្តបន្ទាប់នៅតាមផ្ទះនានាពូឈុននិងអ្នកមីងសាវក៏នាំគ្នាអាវវីដែលយំរងៃចូលទៅក្នុងមុងវិញពូឈុនបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ប្រពន្ធទាំងដង្ហើមញាប់អ្នកមីងសាវនីអ៊ីទាំងញោមមាត់ថាខ្មោចព្រាយនឹងវាដឹងច្បាស់ណាស់ថាវីមានរាសីដាក់យប់នេះវាត្រូវតែលេបត្របាក់រាសីក្មេងហើយមិនអាចទុកទៀតទេព្រឹកឡើងពូឈុនក៏ប្រញាប់ទៅជួបលោកតាអាចារ្យប្រចាំភូមិលោកតាអាចារ្យបានស្ដាប់រឿងរ៉ាវទាំងអស់រួចក៏ងក់ក្បាលយឺតខ្មោចព្រាយនោះវាបានឆ្អកយកកូនក្មេងច្រើនណាស់ហើយទៅហើយឯងត្រូវតែធ្វើពិធីកម្ចាត់វាឲ្យហើយមុនពេលវាស៊ីកូនឯងលោកតាអាចារ្យបានប្រាប់ពូឈុនឲ្យទៅរកឈើទាលមួយកំណាត់ដែលដុតក្តាយហើយសរសៃអំបោឆៃពណ៌ស7ម៉ែត្រស្លុកម្លូ3សន្លឹកនិងដៃគោចាស់ច្រាក់ចាប់មួយយប់នោះវាលាម៉ោង10 ពីយប់ចំតែម្ដងពូឈុននិងលោកតាអាចារ្យក៏បានចេញទៅកន្លែងដាំស្វាយខាងលិចផ្ទះបរិយាកាសត្រជាក់ហើយសំឡេងយល់អង្រឹងក៏ចាប់ផ្ដើមឮខ្សោៗម្ដងទៀតលោកតាអាចារ្យក៏ចាប់ផ្ដើមសួតមន្តយ៉ាងលឿនគាត់បានយកឈើទៀនដុតយ៉ាងក្តៅនោះចាក់ចូលទៅក្នុងគល់ដើមស្វាយយ៉ាងខ្លាំងរួចយកអំបោឆៅ7ម៉ែត្រចងគុណវត្តដើមស្វាយចំនួន3ជុំបន្ទាប់មកគាត់ក៏យកដៃគោនោះបំចំទៅលើឈើទៀននោះតែម្ដងតាក់សំឡេងគ្រហឹមដ៏ធំមួយក៏លាន់ឮឡើងពីក្នុងដើមស្វាយរួចដើមស្វាយទាំងមូលក៏ចាប់ផ្ដើមញ័រទៅត្រើកដោយត្រូវរឹងជួរដៃទៀតពូឈុនភ័យសន្លន់ស្លាវរត់ទៅពួនក្រោយលោកតាអាចារ្យសំឡេងស្រីយំមួយក៏ស្រែកយ៉ាងខ្លាំងថាឈប់កុំធ្វើអីខ្ញុំកុំធ្វើអីខ្ញុំតែសំឡេងនោះក៏ខ្សោយទៅវិញយ៉ាងលឿនរួចដើមស្វាយក៏ត្រឡប់ទៅជាធម្មតាវិញហើយលោកតាអាចារ្យហត់នឿយហើយដកដង្ហើមធំថាខ្មោចព្រាយនោះវាបានផ្សារភ្ជាប់នឹងដើមស្វាយនឹងហើយវាមិនអាចចេញទៅណាបានទៀតទេចាប់ពីយប់នោះមកសំឡេងភ្លេងសៀមនិងសំឡេងច្រៀងបំពេកូននៅខាងលិចផ្ទះពូឈុនក៏លែងមិនឮទៀតហើយវីក៏បានគេងលក់ដោយសុខសាន្តតែទោះយ៉ាងណារាល់ពេលដែលគេដើរកាត់ដើមស្វាយនោះគេតែងតែមានអារម្មណ៍ថាមានអ្វីមួយកំពុងសម្លឹងមើលគេពីក្នុងភាពងងឹតនៃកូនឈើធំនោះជានិច្ច